អូខេសួស្តីអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយជាមួយនឹងមេរៀនថ្មីថ្ងៃនេះខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាពីរបៀបនៃការដាក់ page border នៅក្នុង Microsoft Word របស់យើងអញ្ចឹងណាអញ្ចឹងខ្ញុំមានឯកសារមួយដែលទាក់ទងនឹងបុណ្យកឋិនទានមួយនេះដែលអត់ទាន់មានborder ជុំវិញទេអញ្ចឹងខ្ញុំនឹងបង្ហាញពីរបៀបនៃការដាក់ page border ហើយនឹងborder ដែលយើងមានស្រាប់នៅក្នុង Microsoft Word ហើយនឹងborder មួយទៀតគឺជា border ដែលយើង download ឬក៏យើង design ខាងក្រៅយកមកដាក់អញ្ចឹងណាអូខេអញ្ចឹងដំបូងខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាពីរបៀបនៃការដាក់ page border នៅក្នុង Microsoft Word ដែលមានស្រាប់អញ្ចឹងដំបូងយើងចូលទៅកាន់ home មកបន្ទាប់មកយើងចូល like border អូខេអញ្ចឹងកន្លែងនេះគឺកន្លែង border បន្ទាប់មកខ្ញុំចុចពាក្យ border and setting មកអូខេបន្ទាប់មកខ្ញុំយកពាក្យ page border អូខេបន្ទាប់ពីចុចលើពាក្យ page border ហើយបងប្អូនទាំងអស់គ្នានឹងឃើញពាក្យ add នេះ add កន្លែងនេះអញ្ចឹងខ្ញុំចុចកន្លែង add ហ្នឹងមកហើយខ្ញុំជ្រើសរើស border ណាមួយដែលខ្ញុំចង់បានអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បាន border មួយណាដែលខ្ញុំចង់បានខ្ញុំ scroll ចុះទៅក្រោមរហូតទៅអូខេអញ្ចឹងខ្ញុំនឹងឃើញ border ជាច្រើនដែលមាននៅក្នុង Microsoft Word ស្រាប់អញ្ចឹងណាអូខេអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំយក border ណាមួយអូខេខ្ញុំយក border មួយនេះចុះអញ្ចឹងគ្រាន់តែជាឧទាហរណ៍ទេណាអញ្ចឹងបងប្អូនអាចជ្រើសរើស border មួយណាដែលស័ក្តិសមទៅតាមតម្រូវការរបស់បងប្អូនអញ្ចឹងទៅអញ្ចឹងខ្ញុំចុចលើ border មួយនេះបន្ទាប់មកខ្ញុំជ្រើសរើសទំហំ border អញ្ចឹងខ្ញុំអាចជ្រើសរើសទំហំ border បានដែរខ្ញុំយកធំតែ10ចុះអូខេអញ្ចឹងចុចអូខេមកអញ្ចឹង border ហ្នឹងវានឹងចេញមកឲ្យយើងឃើញអញ្ចឹងបើសិនជាបងប្អូនចង់កែប្រែ border ហ្នឹងបងប្អូនគ្រាន់តែចូលកន្លែង border ហ្នឹងមកបន្ទាប់មកយកពាក្យ border and setting នេះមកហើយជ្រើសរើស page border ហើយកែ border ណាដែលបងប្អូនចង់បានមកឧទាហរណ៍ថាខ្ញុំចង់បាន border មួយនេះអូខេអញ្ចឹងខ្ញុំអត់ចង់កែទេខ្ញុំចុចអូខេមកឃើញហើយវានឹងចេញ border ថ្មីឲ្យយើងអញ្ចឹងបងប្អូនអាចកែថាចង់បានធំឬក៏តូចទៅតាមទំហំដែលបងប្អូនចង់បានទៅអញ្ចឹងចូលកន្លែង page border ម្ដងទៀតហើយជ្រើសរើសទំហំដែលបងប្អូនចង់បានមកលើឧទាហរណ៍ថាចង់បាន15អូខេអញ្ចឹងទំហំប៉ុណ្ណឹងបងប្អូនគាត់ថាចង់បានប៉ុណ្ណឹងហើយបងប្អូនគាត់ណាចុចអូខេទៅហើយអូខេអញ្ចឹងខ្ញុំដោះ page border នេះចេញហើយខ្ញុំនឹងដាក់ border មួយទៀតដែលខ្ញុំបាន design ឬក៏ខ្ញុំ download ចេញពី website ណាមួយដែលបងប្អូនគិតថាបងប្អូនអាចទាញយកវាមកបានអញ្ចឹងណាអូខេអញ្ចឹងខ្ញុំសុំលុប border នេះចោលអស់ហើយអញ្ចឹងខ្ញុំចូលទៅកាន់ពាក្យ insert ហើយជ្រើសរើសយក picture ហើយខ្ញុំជ្រើសរើសចេញពី drive computer របស់ខ្ញុំអូខេអញ្ចឹង drive computer ណាមួយដែលបងប្អូនបានផ្ទុក page border ឬក៏ background ណាមួយដែលបងប្អូនបានផ្ទុកឬក៏ download មកអញ្ចឹងបងប្អូនចូលចុចបើកវាមកហើយចុចពាក្យ insert មកអូខេវានឹងចេញបែបនេះមកអញ្ចឹងខ្ញុំនឹងចុចលើកន្លែង layout option នេះមកបន្ទាប់មកខ្ញុំយកវានៅពីលើអក្សរអូខេអញ្ចឹងវាបានប៉ុណ្ណេះហើយខ្ញុំសេរីវាចំកណ្ដាលអូខេតែប៉ុណ្ណេះអូខេអញ្ចឹងខ្ញុំសេរីវាឲ្យស្មើមកអូខេអូខេអញ្ចឹងខ្ញុំគិតថាប៉ុណ្ណេះស្មើហើយខ្ញុំអាចទទួលយកបានអញ្ចឹងបងប្អូនគ្រាន់ចុចលើនឹងមួយមកបន្ទាប់ចុចលើរូបវាមួយមកបន្ទាប់មកបងប្អូននឹងចូលពាក្យ picture format នេះមកហើយចូលពាក្យថា web text នេះបន្ទាប់មកយក change វាទៅឲ្យនៅពីក្រោយអក្សរវិញ behind text អូខេអញ្ចឹងបងប្អូននឹងបានស៊ុំឬក៏ frame មួយសម្រាប់បុណ្យកឋិនទាននេះហើយនេះគ្រាន់តែជាឧទាហរណ៍ background ឧទាហរណ៍ឬក៏ page border សម្រាប់ឧទាហរណ៍ទេតែបើសិនជាបងប្អូនចង់បាន page border ផ្សេងៗទៀតបងប្អូនអាចទៅរកតាមអ្វីដែលបងប្អូនអាចរកបានហើយមួយទៀតអាចជ្រើសរើសនៅក្នុង Microsoft Word ស្រាប់ក៏បានដែរចូលទៅ page border and setting នេះមកបន្ទាប់មកយកពាក្យ page border ជ្រើសរើស border ណាដែលបងប្អូនចង់បានរួចចុចអូខេមកជាការស្រេចហើយអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលា